ចាប់ពីថ្ងៃណាទីខែមេសាឆ្នាំ75ទៅគឺប៉ុលពតមកកាន់កាប់នៅរាជធានីភ្នំពេញទូទាំងប្រទេសទាំងអស់រហូតដល់79ពេលនោះពេលដែលបបែកភ្នំពេញហ្នឹងឆ្នាំ75ហ្នឹងខែមេសាដល់7មេសា75ហ្នឹងគឺខ្មែរក្រហមដែលមានប៉ុលពតជាមេដឹកនាំហ្នឹងបានជលៀសប្រជាជនចេញពីភ្នំពេញទាំងអស់ចេញអត់មានទុកឲ្យនៅក្នុងភ្នំពេញទេហើយវាប្រាប់ថាឲ្យចេញតែ3ថ្ងៃទេមិនបាច់យកអីវ៉ាន់ទៅទេចេញតែ3ថ្ងៃព្រោះនៅខ្លាចពួកអាមេរិកវាយកកប៉ាល់ហោះមកទម្លាក់ពេលនោះក៏ប្រជាជនក៏នាំគ្នារត់ចេញវិចពង្វិចខ្លះមានឡានក៏យកឡានទៅខ្លះមានម៉ូតូមានកង់យកទៅតែដល់អស់សាំងប៉ុណ្ណាគឺចោលប៉ុណ្ណឹងហើយចេញគ្រប់ច្រកភ្នំពេញហ្នឹងមិនមែនចេញតែមួយច្រកឯណាអ្នកនៅប៉ែកខាងលិចចេញទៅខាងលិចទៅចេញទៅខាងកំពង់ស្ពឺទៅខាងអីចឹងទៅដល់ពេលអ្នកនៅខាងជើងចេញទៅតាមព្រែកភ្នៅឆ្លៀសទៅតាមកំពង់ឆ្នាំងទៅបាត់ដំបងពោធិ៍សាត់ទៅពោធិ៍សាត់បាត់ដំបងហើយអ្នកនៅខាងកើតនោះចេញតាមច្បារអំពៅស្ពានព្រះមុនីវង្សហ្នឹងចេញទៅកាលនោះមានស្ពានតែមួយឯងមិនទាន់បានធ្វើដល់ពី3ដួលឥឡូវចេញទៅរវត្តនិរោធទៅស្គៀនស្វាយទៅព្រៃវែងស្វាយរៀងទៅដល់ចេញទៅហើយគឺមិន3ថ្ងៃណាចេញទៅរហូតអត់មានឲ្យត្រឡប់មកវិញផង3ឆ្នាំ8ខែ20ថ្ងៃតរថ្ងៃទី7ខែមករាឆ្នាំ79បានពួកខាងទ័ពដោះសម័យទៅដល់ដំបងវាអត់ធ្វើអីទេទៅដល់ដំបងធ្វើអីនឹងធ្វើស្រែធ្វើចំការហ្នឹងចាខ្ញុំនិយាយជប់យើងនិយាយមករួចទៅយើងនិយាយរួចបើឯងនិយាយរឿងញ៉ាំនិយាយពីអធិប្បាយមុនដំបងទៅដល់គេថាយើងនឹងជាវណ្ណៈអីវណ្ណៈសក្តិភូមិអ្នកនៅពេញណាតែវណ្ណៈសក្តិភូមិគឺនាយទុនបតិកិរិយាវាហៅយ៉ាងហ្នឹងទៅវារកកន្លែងឲ្យនៅតែនៅនោះវាមិនសមរម្យទេក្នុងខ្ទមទូចចង្ការខ្លះនៅចង្រុកនៅអីទៅមុនដំបូងអត់ទាន់មានខ្ទមធ្វើអីផងនៅផ្ទះគេនឹងសហគមន៍ខ្លះអីខ្លះចឹងទៅចែករបបឲ្យហូបកាលនោះចែករបបឲ្យហូបហើយឲ្យទៅស្ទូងស្រូវធ្វើស្រែធ្វើអីជាមួយពួកមូលដ្ឋានគេហ្នឹងទៅណាប៉ុន្តែមូលដ្ឋានគេអ្នកក្តោបក្តាប់អ្នកគ្រប់គ្រងយើងស្រែយកទៅណាស្រូវធ្វើឲ្យអង្គការគេទុកយកទៅណានឹងយកទៅណាគេដាក់ជំរុកដាក់អីគេឲ្យញ៉ាំអត់ញ៉ាំតែញ៉ាំអត់គ្រប់គ្រាន់ញ៉ាំបបរមកកាកាលនោះកាអាមេរិកកាំងវាមានគេហៅមកកានោះម្នាក់ឲ្យបរាវទេសឹងរាវប្រហែលអាយកមកព្រឹកហ្នឹងឯងរាវបែបប៉ុណ្ណឹងគោកជាងនឹងតិចដល់ខែច្រូតគេឲ្យហូបបាយតែបាយនេះក៏មិនមែនតែមួយចាននេះអត់មានថែមទេម្ហូបអីគេម្ហូបមានអីច្រើនទេឆ្នាំងធំលេខ51ទៅដាក់ដល់សាច់គោសាច់ជ្រូកសាច់អីហ្នឹងក៏តិចតួចទៅហើយដាក់បន្លែច្រើនទៅអាហ្នឹងសម័យច្រូតសម័យពេលច្រូតកាត់ពេលមានត្រូវមានអីណាបំផុតពីសម័យហ្នឹងទៅផុតពីសម័យហ្នឹងទៅពេលខែភាសាខែអីវាអត់ហូបបបរហើយបបរហ្នឹងមានបបរជាមួយផលិតបបរជាមួយតកួនបបរជាមួយគល់ចេកនឹងរឿងញ៉ាំខ្ញុំសុំស្លេះឲ្យនិយាយម្ដងខ្ញុំសូម
និយាយពីប្រវត្តិខ្លួនខ្ញុំផ្ទាល់នៅក្នុងសម័យរបបប៉ុលពតពេលចេញពីភ្នំពេញទៅថ្ងៃ17មេសាគេបដិញពីភ្នំពេញទៅទាំងអស់គ្នាអ្នកណាមិនចេញគេបាញ់សម្លាប់ចោលហើយយើងទាំងអស់គ្នាក៏នាំនេះចេញទៅនោះទៅដើរទេអ្នកមានឡានគេជិះឡានពេលឡានអស់សាំងនាំនេះរុញលេងរួចនាំនេះដោះកង់យកកង់ឡានធ្វើស្បែកជើងពាក់អ្នកមានកង់បដើកង់អ្នកមានម៉ូតូបដើម៉ូតូពេលមានសាំងជិះម៉ូតូដល់អស់សាំងបដើនៅពេលបដើលេងរួចរុញម៉ូតូក៏វត្តចោលយកសបកកង់ហ្នឹងយកមកធ្វើស្បែកជើងពាក់សុំស្លេះត្រង់ហ្នឹងនិយាយថាពេលដែលយើងទៅដល់អ្នកមូលដ្ឋានក្នុងតំបន់ប៉ុលពតគេបែងចែកវណ្ណៈជា2មានអ្នកថ្មីនិងអ្នកចាស់យើងចេញពីភ្នំពេញទៅគេហៅអ្នក17មេសាចំណែកគេអ្នកនៅមូលដ្ឋានគេហៅអ្នកមូលដ្ឋានហើយគេបែងចែកអញ្ចឹងទៅដល់មុនដំបូងគេចែកអង្គឲ្យយើងម្នាក់ប្រមាណអញ្ចឹងទៅគេកំណត់ថ្ងៃឧទាហរណ៍ថាម្នាក់មុនដំបូងរៀងសម្បូរគ្រាន់ទៅដល់មុនដំបូងគេចែកស្រូវម្នាក់1គីឡូមួយថ្ងៃមានគ្នា10នាក់អញ្ចឹងគេចែកមួយថ្ងៃ10គីឡូស្រូវតែដល់ពេលយូរទៅវាអស់ស្រូវហ្នឹងទៅគេកែជាខំវិញម្នាក់1ខំស្រូវ2ខំស្រូវអីចឹងទៅដល់អាស្រូវ1ខំ2ខំ3ខំហ្នឹងយើងញ៉ាំអត់គ្រប់ទេបើយើងបុកទៅជាអង្គវាបានប្រហែលជាមួយក្តាប់ទេមកឲ្យយើងញ៉ាំអត់កើតទេដូចអញ្ចឹងទៅយកស្រូវហ្នឹងទៅលីងលីងរួចយកទៅបុកទៅជាកតុក្នុងកតុហ្នឹងមានសាច់អង្គនឹងតិចទៅមានសាច់កតុសាច់អីហ្នឹងគឺយើងយកមកញ៉ាំទៅហើយម្ហូបយើងដាំបន្លែខ្លួនឯងមានដំណងមានល្ពៅមានតឡាចមានអីយើងដាំខ្លួនឯងយើងបេះយកមកស្លទៅតែស្លហ្នឹងអត់មានត្រីទេមានតែបន្លែហ្នឹងយើងដាំទឹកបង់បន្លែទៅសុំអំបិលគេបន្តិចយកមកបង់ទៅរួចយើងដើរបេះម្ជូរតាមភ្លឺស្រែយកមកបង់ទៅរួចយើងយកមកញ៉ាំជាមួយនឹងកតុហ្នឹងទៅស្រូវដែលយើងបុកយើងយកស្រូវទៅលីងបុកទៅជាកតុហ្នឹងទៅចឹងហើយគេចាប់ដើមបំបែកអ្នកដែលកម្លាំងពលកម្មគេហៅថាកម្លាំងទី1ចាប់ពីអាយុលើ10ឆ្នាំទៅគេប្រមូលទៅកងចល័តគេបំបែកគឺឪពុកម្ដាយអ្នកមានឪពុកមានម្ដាយគេបំបែកទៅសុំបកក្រោយទៅនឹងបន្តិចពេលដែលចេញទៅដល់ភ្លាមអ្នកដែលធ្វើការមន្ត្រីរាជការគ្រូបង្រៀនអ្នកធ្វើការងាររដ្ឋឬក៏អ្នករកស៊ីជំនួយធំហ្នឹងវាប្រមូលទៅដាក់ម្ដុំគេហៅថាយកទៅរៀនសូត្រតែរៀនសូត្រហ្នឹងគឺអត់មកវិញទេពាក្យថារៀនសូត្ររបស់ប៉ុលពតគឺវាយកទៅសម្លាប់នឹងឯងយកទៅបាត់អត់ត្រឡប់មកវិញទេបាត់រហូតដល់សពថ្ងៃបានន័យថាគេយកទៅសម្លាប់តែភាសាគេអត់ថាយកទៅសម្លាប់ទេគេថាយកទៅរៀនសូត្រអង្គការយកទៅរៀនសូត្រហើយចំណែកអ្នកដែលនៅក្មេងយុវជននារីកំឡោះកមុំអីហ្នឹងទួងអីគេប្រមូលទៅកងចល័តទៅជីកបន្លាយលើកទំនប់រែកដីខែប្រាំងដល់ខែភាសាស្ទូងដកធ្វើការងារសពបែបយ៉ាងនឹងកម្លាំងពលកម្មតែការហូបចុកអត់ឆ្អែតទេហូបបបទៅហូបបន្លែទៅពេលទៅស្ទូងទៅដកទៅឃើញក្តាមឃើញខ្យងទៅរើសសៀតនឹងចកេះយកមកទៅអញ្ចឹងរស់ថាបានមួយថ្ងៃរស់មួយថ្ងៃហើយទៅចល័តនឹងទៀតគេមានវិន័យគេមានវិន័យខាង
យុវជននៅដល់យុវជននារីនៅដល់នារីអត់និយាយរកគ្នាបានទេមិនសូវមិននិយាយរកគ្នាទេតែកាលណាយើងនិយាយរកគ្នាចិត្តស្និទ្ធគ្នាបន្តិចគេថាយើងខុសសិលធម៌គេយកទៅសម្លាប់តែពាក្យថាខុសសិលធម៌មានន័យថាយើងស្រឡាញ់គ្នាទោះបីយើងអត់ស្រឡាញ់គ្នាក៏ដោយឲ្យតែយើងរៀងចិត្តស្និទ្ធហើយយើងនិយាយរាក់ទាក់រកគ្នាយើងទៀងចិត្តស្និទ្ធគេថាយើងខុសសិលធម៌អាហ្នឹងដឹងតែគេយកទៅរៀនសូត្របើយើងមានវាសនាគេយកទៅគេសួរចម្លើយអីទៅបើគេចិត្តល្អគេលែងយើងមកវិញបើគេអារម្មណ៍គេមិនល្អចិត្តគេមិនល្អគេយកទៅបាត់ហ្មងជួនកាលមកចាប់ពីកងចល័តទៅអត់ដឹងកំហុសអីទេមកចាប់ចងដាក់លើអទេសយកទៅសម្លាប់ចោលហ្មងប្រទេសគ្មានច្បាប់អត់មានតវ៉ាតែសម្លាប់គឺសម្លាប់ហើយនិយាយពីរឿងការហូបចុកឆ្លងកាត់សពបែបយ៉ាងទាំងអស់មិនដែលស្គាល់ពាក្យថាឆ្អែតទេញ៉ាំតែបបរបាយពេលដល់ច្រត់កាត់បានបាយប៉ុន្តែបាយគេវល់ចែកគ្នាម្នាក់មួយកូនចានម្នាក់មួយកូនចានអញ្ចឹងស្រីមិនអីទេញ៉ាំចេះទប់ទល់បានហើយតែប្រុសកម្លាំងធំញ៉ាំអត់ឆ្អែតទេហើយអ្នកខ្លះទៅចេះលួចរបស់ញ៉ាំដល់គេចាប់បានតន់ជួនកាលគេយកទៅសម្លាប់ជួនកាលគេយកទៅកសាងពាក្យថាកសាងហ្នឹងគឺគេយកទៅស្ដីឲ្យហ្នឹងគេអប់រំណែនាំអញ្ចឹងហើយនិយាយទៅនិយាយវាមិនអស់សាច់រឿងទេវាច្រើនណាស់រឿងកំសត់បើផ្ទាល់ខ្លួនខ្ញុំកំសត់ច្រើនណាស់គេប្រុងយកទៅសម្លាប់ពីរបីដងហើយតែអាយុមិនអស់ក៏មិនស្លាប់ចេញពីពេញទៅបែកពីគ្រួសារមួយអាទិត្យខ្ញុំដើរនៅជាមួយអ្នកដតីមួយអាទិត្យបានជួបជុំគ្រួសារវិញពេលជួបជុំហើយគេយកឪពុកទៅហើយគេចោទតែខ្ញុំហើយបងស្រីខ្ញុំជាកំងដូទៀតគេប្រុងយកទៅសម្លាប់ទៀតតែចៃដន្យអីអាយុយើងមានមិនអស់គេក៏មិនបានយកទៅបានចេះរស់នៅគេបញ្ជូនចល័តទៅគ្រប់កន្លែងទាំងអស់ទៅទីណាឆ្ងាយរែកដីក៏ស្គាល់ហើយជីកបន្លាយលើកទំនប់លើកអាងទឹកស្ថានីយ៍បូមទឹកធ្វើប្រព័ន្ធភ្លឺស្រែនិយាយទៅការងារអីក៏ធ្វើដែរចេះទាំងអស់តាំងពីនិយាយទៅតាំងពីការងារទូតាចឡើងទៅធ្វើស្បោងធ្វើស្មុកដេរមួកធ្វើកតំធ្វើកតេលគឺចេះទាំងអស់ម្ចាស់ការចង់ពាក់មួកដេរមួកខ្លួនឯងពាក់ចង់ធ្វើស្បោងច្រកបាយទៅស្រែស្ទូងកាត់ទឹកត្នោតធ្វើខ្លួនឯងសម្រាប់ច្រកបាយរែកដីអត់បកីទៅបកលពាក់យកលពាក់មកធ្វើបកីខ្លួនឯងរែកដីខ្លួនឯងកម្មសិទ្ធិពាក្យស្លោកមួយគេថាកម្មសិទ្ធិសំរុំគឺស្បូវមួយតូច